សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសូមចាក់ចេញពីភាពអ៊ូអរនៅទីក្រុងមួយថ្ងៃហាគឺនាំមកខុសហាអារម្មណ៍នៅចំការក្រៅក្រុងបន្តិចមើលចុះមេថ្ងៃនេះស្រឡះល្អណាស់ពុកសឹកបោះហើយខ្យល់អាកាសវិញបក់មកម្ដងត្រជាក់ដល់បេះដូងទីធ្លីចំការនេះធំទូលាយមានដើមឈើតូចធំនិងវាលស្មៅបៃតងខ្ចីមើលទៅស្រឡះភ្នែកបែកផ្សែងរំសាយអស់រាល់ទុក្ខខ្វល់ខ្វាយតែម្ដងសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់និងធម្មជាតិពិតដឹងតែលងស្រឡាញ់កន្លែងនេះដូចខ្ញុំមិនខានទេដើរមកខាងនេះបន្តិចខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលរោងបន្លែតូចមួយនេះហានៅទីនេះយើងដាំបន្លែតាមបែបធម្មជាតិដោយប្រើឡាំងស្នោមើលចុះកូនបន្លែបៃតងខ្ចីកំពុងតែលូតលាស់យ៉ាងស្រស់បំព្រងការដាំបន្លែញ៉ាំខ្លួនឯងបែបនេះទោះហត់បន្តិចមែនតែពេលឃើញវាដុះស្លឹកមកខៀវស្រស់ក៏មានក្តីសុខដែរព្រោះដឹងច្បាស់ថាជាបន្លែសុវត្ថិភាពគ្មានគីមីឡើយចាំមើលថ្ងៃក្រោយពេលបន្លែធំជាងនេះខ្ញុំនឹងមកបេះធ្វើម្ហូបឲ្យមើលទៀតប៉ុន្តែឥឡូវនេះក្រពើវារកកំហូបថ្ងៃត្រង់ហើយមុននឹងបានញ៉ាំគឺត្រូវតែធ្វើការងារធ្ងន់សិនមកចំការទាំងមូលបើប្រើចង្ក្រានហ្គាសវាមិនសូវសមជាអ្នកចំការទេថ្ងៃនេះយើងលេងស្ទីលបែបបុរាណគឺរៀបដុំអត់ធ្វើជាចង្ក្រានងារនៅលើវាលស្មៅម៉ងរៀបដុំអត់ប្រហោងរួចរាល់ក៏ដើររើសមែកឈើនិងអស់ស្ងួតមកបង្កាត់ហាគ្រាន់តែភ្លើងចាប់ផ្ដើមឆេះផ្សែងហុយត្រឡោមបែបនេះធ្វើឲ្យខ្ញុំនឹកឃើញកាលពីក្មេងពេលទៅតាមចំការជាមួយចាស់ខ្លាំងណាស់ក្លិនផ្សែងអស់បែបនេះវាមានមុនស្នេហ៍ម្យ៉ាងដែលចង្ក្រានសម័យថ្មីមិនអាចធ្វើបានទេតែនរបស់ពិតមកដល់ហើយនេះណែកមន់ស្រែមួយក្បាលធាត់ល្អណាស់សាច់ឡើងណែនយើងយកមកវះហែកជាពីរដើម្បីងាយស្រួលអាំងឲ្យឆ្អិនស្មើរួចប្រឡាក់គ្រឿងមានអំបិលម្ទេសម្រេចខ្ទឹមសឲ្យចូលជាតិល្អហាបន្ទាប់មកគឺយកឈើសីមកដោតគៀបសាច់មន់ឲ្យជាប់ដើម្បីងាយស្រួលប្រែរួចហើយក៏លើកទៅដាក់លើចង្ក្រានឥដ្ឋដែលរៀបមិញនឹងឬសាច់ត្រូវកម្ដៅភ្លើងរួមជាមួយក្លិនគ្រឿងប្រឡាក់ភីឡើងអូហូគ្រាន់តែប៉ុណ្ណេះប្រហែលជាមានអ្នកស្រក់ទឹកមាត់ហើយប៉ុន្តែឈប់សិនមកចំការគ្នា4នាក់ឯនោះច្បាស់ជាមិនគ្រាន់ទេបើមានតែមន់មួយហាដូច្នេះយើងថែមត្រីមួយក្បាលផងទៀតត្រីស្រស់ស្រកាឡើងចាំងថ្ងៃយកមកដោតឈើអាំងក្បែរគ្នានឹងហ្មងពេលនេះចង្ក្រានអត់របស់យើងឡើងណែនម្ខាងមន់អាំងម្ខាងត្រីកម្ដៅរងើភ្លើងល្មមធ្វើឲ្យខ្លាញ់មន់និងខ្លាញ់ត្រីចាប់ផ្ដើមស្រក់តក់ទៅលើរងើភ្លើងលឺសូឆេក្លិនឈ្ងុយបោកតាមខ្យល់ឡើងចង់វិលមកហើយអ្នកឲ្យបន្ទាប់ពីទ្រាំចាំទាំងទឹកមាត់ហូរអស់មួយសន្ទុះធំមើលចុះសាច់មាន់និងសាច់ត្រីបានឆ្អិនឡើងពណ៌លឿងក្រហមស្រួយល្អណាស់ម្ហូបស្រុកស្រែញីអាំងក្តៅបែបនេះញ៉ាំជ្រលក់ជាមួយទឹកត្រីកោះកុងឬទឹកអំពិលទុំដឹងតែអេមហ្មងការបានមកសម្រាប់កាយដាំបន្លែនិងធ្វើម្ហូបញ៉ាំបរិយាកាសចំការដ៏ស្ងប់ស្ងាត់បែបនេះគឺវាជួយសាកថ្មីជីវិតបានយ៉ាងល្អនៅក្នុងកញ្ជើចុះដ៏ត្រជាក់ពួកយើងអង្គុយជែកគ្នាលេងសើចសប្បាយពីនេះពីនោះបែបសាមញ្ញមកលេងចំការក្តៅបែបនេះបើខ្វះរបស់ត្រជាក់ដឹងតែមិនពេញលេញទេនេះណែគេស្នោរៀបចំពេញទៅដោយស្រាបៀរ Gensburg ស្នោកំប៉ុងក្លាសេទឹកក៏ឡើងត្រជាក់គ្រាន់តែឃើញកំប៉ុងស្រាបៀរត្រជាក់បែបនេះគឺដឹងតែហោះហើរអារម្មណ៍ជួយបន្សាបភាពក្តៅស្អុះស្អាប់និងបង្កើនបរិយាកាសឲ្យកាន់តែរំភើបជាមួយបងប្អូនមិត្តភក្តិអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូកម្សាន្តស្រុកស្រែមួយនេះតាំងពីដើមរហូតដល់ចប់បើបងប្អូនចូលចិត្តវីដេអូបែបនេះកុំភ្លេចជួយចុច like ចុច share និង follow ម្នាក់មួយផងណាដើម្បីជាកម្លាំងចិត្តធ្វើវីដេអូក្រោយទៀតសូមជម្រាបលាជួបគ្នានៅវីដេអូបន្ត